អ្នកស្រុកនឹងគាត់ថាជួបប្តីខ្ញុំពីម្សិលមិញហើយគាត់ថាគាត់ប្រាប់ថាអូនអើយអូនឯងស្ទូចនឹងអត់ត្រូវទេហើយគាត់ក៏សួរថានៅណាបានសវោបងហើយអ្នកភូមិនឹងគាត់ថាចេះនៅខាងនោះអូនឯងជីតាមនេះចឹងទៅហើយគាត់មកតាមគោលដៅទៅគេប្រាប់នឹងខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងថាគាត់មកនឹងទេបាទហើយប្តីខ្ញុំអត់ស្គាល់ស្រុកទេនឹងទេគាត់ទៅនៅយូរណាបងគាត់នៅស្រុកយូរនៅគាត់មកនៅយូរហើយតែគាត់ណាគាត់អត់សូវដើរទៅណាគាត់អត់សូវមានមិត្តភ័ក្តិអីច្រើនដូចគេទេពីម៉ោង3អូតាំងពីម៉ោង3នោះបាទមក3សៀលឲ្យគួរឲ្យមើលស្បែកជើងកូនគាត់មិនឃើញនៅកន្លែងណាទេបងស្បែកជើងនៅទៅនេះនៅទៅណាបាទនេះមាត់ទឹកអូនៅមាត់ទឹកមកណាហ្នឹងតែវានៅទៅហ្នឹងមកឡើយដល់ឈុំហ្នឹងមកណាតែបាទរបៀបយើងលូតទៅវានៅដាក់គ្នាចេះដាក់គ្នាអញ្ចឹងបាទស្បែកជើងនៅកន្លែងហ្នឹងនៅកន្លែងហ្នឹងមកណាបងណានេះអូម្ដាយយកទៅបាត់ហើយយំមកយប់ហើយបាទហើយស្បែកជើងកូនគាត់ហ្មងបាទបើជើងកូនគាត់ដែលលងទឹកហ្នឹងដែលពុកឈឺត្រែកន្លែងដងស្ទូចហ្នឹងហើយស្បែកជើងបងប្រុសមិញគឺនៅក្នុងទឹកនោះដែរបាទបែបកលេចទៅឃើញកូនលងទឹកស្ទុះតែកម្លាំងជំនាញចុះមួយទឹកដើម្បីជួយស្វែងរកសព2នាក់ទាំងឪនិងកូនបាទអញ្ចឹងយើងសន្និដ្ឋានថាគាត់បាត់បង់ជីវិតទេបងនេះបាទអាចគាត់ការសន្និដ្ឋានរបស់ខ្ញុំដឹងថាអាចប្រហែលជាបាត់បង់ជីវិតដោយសារលងទឹកជួយកូននេះឯងដោយសារតែខ្ញុំមកដល់គឺស្បែកជើងកូននៅនោះហើយនៅនឹងមាត់ច្រាំងបាទនៅមាត់ទឹកនឹងហើយនឹងឯងបន្តនេះលោកម្ចាស់ស្រុកដែលនៅថែរក្សាទីទឹកដីនេះជួយទាញជួយអីប្តីខ្ញុំកូនប្រុសខ្ញុំឲ្យឃើញមករូបកាយទោះបីយ៉ាងណាខ្ញុំចាំឃើញខ្ញុំបានមីស្ទ័រកំពុងមានវត្តមាននៅបរិវេណបាអូមួយកន្លែងមានមូលដ្ឋាននៅភូមិថ្លុកត្របែកស្រុកពញាលឺខេត្តកណ្ដាលបងប្អូនគឺមានបរោះម្នាក់គឺគាត់បាទជាជនពិការធ្វើការមកបបក់ត្រីនៅអូមួយកន្លែងយកកូនប្រុសមកតាមបាទយើងអត់ទាន់ដឹងថាមូលហេតុដើមហេតុទៅជាអ្វីបានកូនរបស់គាត់តាមការសន្និដ្ឋានរបស់អ្នកភូមិក៏ដូចជាសមត្ថកិច្ចគាត់ថាអាចនឹងកូនគាត់បានរអិលជើងធ្លាក់ចូលទឹកឪពុកដែលជាជនពិការហ្នឹងធ្វើការទៅជួយកូនប្រុសដែលធ្លាក់ចូលទឹកហ្នឹងក៏បានបាត់ខ្លួនតាំងពីម៉ោង3ល្ងាចមកទល់ស្មើនេះគឺម៉ោង5ទៀបភ្លឺទៅហើយនៅតែរកមិនទាន់ឃើញបងប្អូនឥឡូវនេះយើងចង់ដឹងព័ត៌មានច្បាស់យើងធ្វើការសាកសួរទៅលើក្រុមគ្រួសាររបស់គាត់ក៏ដូចជាបាទអ្នកភូមិនៅចិត្តនឹងទាំងអស់គ្នាបាទឲ្យខ្ញុំឃើញរូបកាយប្តីខ្ញុំកូនខ្ញុំបងបងណែប្តីបងគាត់មកស្ទូចត្រីហ្នឹងគឺតាំងពីវេលាម៉ោងប្រហែលដែរបងខ្ញុំឡាយទៅហើយកឋិនទៅចូលបនកឋិនគេទេមិនដឹងតែគាត់មកស្មោះមកទេតែលើម៉ែគាត់ប្រាប់ថាគាត់មកស្ទូចត្រីគាត់មកប្រហែលនេះដែរបងមកទៅ2នាក់កូនប្រុសខ្ញុំដៃបងគាត់មានឈ្មោះដែរបងដៃខ្ញុំឈ្មោះជាសធាអាយុប្រហែលទេបងអាយុ46ឆ្នាំកូនបងកូនខ្ញុំអាយុ8ឆ្នាំកូនប្រុសបងមែនចាអញ្ចឹងគាត់បងគាត់ដំណឹងថាគាត់មកនោះគឺគាត់មកស្ទូចត្រីបងណាចាគាត់មកស្ទូចត្រីហើយពេលប្រហែលជាម៉ោង9ឬក៏10នឹងខ្ញុំមកពីវត្តវិញខ្ញុំទេទៅប្តីថាប៉ាមកផ្ទះមកខ្ញុំអត់ស្រួលខ្លួនទេមែនខ្ញុំអត់ស្រួលខ្លួនទេមួយថ្ងៃហ្នឹងហើយប៉ាមកធ្វើមកហូបខ្ញុំធ្វើអត់ខែទេគាត់ក៏ឆ្លើយថាឲ្យប្អូនខ្ញុំធ្វើទៅគាត់ក៏ពងទូចត្រីបាន4-5ក្បាលហើយខ្ញុំថាប៉ាឯងមកគេអត់ធ្វើទេគេអត់ចេះស្លោទេប្អូនខ្ញុំដល់ពេលដែលគាត់ដល់ពេលដែលបងទេមកគាត់បងទេវេលាបងប្រហែលដែរប្រហែលជាមកខ្ទង់9-10នឹងឯង9-10ព្រឹកហ្នឹងបងណាចាហើយខ្ញុំសួរគាត់ថាខ្ញុំសួរថាប៉ាឯងនៅណាបងនៅអស់លោកនេះទេហើយនៅចិត្តផ្ទះនោះទេអត់អីទេខ្ញុំមិនដឹងថាគាត់មកដល់នឹងទេអូអញ្ចឹងបានថាបងអត់ដឹងថាគាត់មកដល់ទីនេះទេណាចាហើយសំបីកន្លែងនេះក៏ខ្ញុំអត់ស្គាល់ដែរខ្ញុំនៅនឹងតាំងពីយូរហើយខ្ញុំអត់ដែរមកលេងនឹងស្គាល់នឹងទេតែប្តីខ្ញុំនឹងគាត់មិននៅស្រុកនឹងទេគាត់នៅរហូតពងឆ្នាំងពោធិ៍សាត់អីណូតែចូលធ្វើមិនបានបងដឹងថាគាត់មកស្ទូចត្រីនៅទីហ្នឹងមានអ្នកស្រុកនឹងគាត់ថាជួបប្តីខ្ញុំពីម្សិលមិញហើយគាត់ថាគាត់ប្រាប់ថាអូនអើយអូនឯងស្ទូចនឹងអត់ត្រូវទេហើយគាត់ក៏សួរថានៅណាបានសវោបងហើយអ្នកភូមិនឹងគាត់ថាចេះនៅខាងនោះអូនឯងជីតាមនេះចឹងទៅហើយគាត់មកតាមគោលដៅទៅគេប្រាប់នឹងខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងថាគាត់មកនឹងទេបាទ
ហើយប្តីខ្ញុំអត់ស្គាល់ស្រុកទេនឹងទេ គាត់ទៅនៅយូរណាបងគាត់នៅស្រុកយូរនៅ គាត់មកនៅយូរហើយតែគាត់ណាគាត់អត់សូវដើរទៅណាគាត់សូវមានមិត្តភ័ក្តិអីច្រើនដូចគេទេ គាត់ប្រកបពីកាយដែរបង ប្តីខ្ញុំធ្វើសំណងទេហើយជើងគាត់ពិការមកជាហៀងទៀតបើគាត់អត់ពិការប្រហែលជាគាត់មិនលងទឹកទេព្រោះអីជើងគាត់ពិការគាត់ពាក់ស្ប៉ាក់នេះមកទេគាត់តស៊ូណារកស៊ីចំប្រពន្ធ អញ្ ក ចឹង ូ តលេ ន ពីធ្វើការសំណងគាត់ក៏មកឆ្លៀតទូចត្រី ចា បងឯង តាមសម្រាប់នៅបងអ៊ំទូកហ្នឹង បាទឥឡូវបងងើបសិនបងមកបាទ បងជឿទៅបងបងសម្រួលអារម្មណ៍មួយសិនណាបងបាទ អញ្ចឹងនៅពេលដែលបងមកដល់ទីតាំងកន្លែងកើតហេតុគឺទីតាំងកន្លែងកើតហេតុហ្នឹងគឺមានបន្សល់ទុកអីខ្លះខ្លះ តទុកស្បែកជើងកូនខ្ញុំមកគូហើយនឹងមួអីនឹងបរិយជក់អីនឹងតាមណាំជក់ប្តីខ្ញុំរងថ្ងៃគាត់ជក់ បងណា ចា បាទចាំម៉ូតូបងគាត់ជិះមកនោះ ម៉ូតូគឺនៅនឹងដែ ឃើញម៉ូតូ រ ឃើញអីមាននៅនឹងអស់ ចា ប៉ុន្តែឃើញមនុស្ស អត់ឃើញមនុស្សទេអត់មានទៅណាទេមានតែលងទឹកហើយអត់មានទៅណាទេ បាទឥឡូវបាត់ទាំងប្តីទៅបាត់ទាំងកូន ចាបាត់ទាំងប្តីបាត់ទាំងកូនខ្ញុំទៅដឹងប៉ូលីសដែរប៉ូលីសគាត់មកជប់ឲ្យម៉ោង2តបានគាត់ទៅតែគាត់នៅថាខ្ញុំឲ្យគាត់ជួយគាត់ថារកអ្នកជំនាញអត់ដឹងថាលេខអ្នកជំនាញនៅណាទេហើយខ្ញុំថាបងមិនខ្ញុំអ្នកនិយាយទេបងប្អូនខ្ញុំអ្នកនិយាយខ្ញុំមកអត់រួចទេខ្ញុំទន់ជើងស្លាប់នៅទីហើយ បាទបង ហើយអូនខ្ញុំគាត់សួរឲ្យគាត់ជួយរកអ្នកជំនាញគាត់ថាគាត់អត់ទាន់អត់ស្គាល់ទេចាំមើលគាត់ទៅតាក់ទងម្ដងទៀតហើយគាត់ថាចាំព្រឹកគាត់ថាចាំព្រឹកចាប្រហែលជាតិចទៀតអីគាត់អញ្ជើញមកខ្ញុំអត់ដឹងទេណាចាតែខ្ញុំរន្ធត់ណាស់ខ្ញុំសុំទោសខ្ញុំយំហើយ អត់អីទេបងណា សម្រួលអារម្មណ៍មួយសម្រួលអារម្មណ៍ ចាគាត់បាត់ខ្លួនតាំងម៉ោង10ព្រឹកខ្ញុំទេមកនឹងជួបគាត់និយាយគ្នាបានប៉ុណ្ណឹងហើយដល់ពេលម៉ោង12ឬក៏ម៉ោង1ទេមកទៀតគឺលែងចូលរហូតហើយខ្ញុំអាងថាគីឡូគាត់ត្រូវអញ្ចឹងគាត់អត់ទាន់មកម៉ោង3បានខ្ញុំចេញរកប្តីបានទឹមឆោឡោនឹងបងអើយ តែលើទូរស័ព្ទទេអត់ចូលទូរស័ព្ទនឹងជាប់ខ្លួននៅខ្លួនគាត់ឬមួយកណ្ដាលណាបង គាត់យកតាមខ្លួនប្រហែលជាគាត់ តោះអត់ចូលទៀត ចាអត់ចូលទេអត់ចូលនឹងហើយបានពួកខ្ញុំនាំគ្នាឆោឡោតែហៅបងប្អូននឹង បាទនៅពេលបងឃើញម្ដងឃើញម៉ូតូគាត់ទុកកន្លែងណាម៉ូតូបាទអូម៉ូតូនៅកន្លែងហ្នឹងណា បាទម៉ូតូទាំងនេះ សោទៀត បាទចុះ សោ សោ ភូមិវាថាបាត់តាំងពីឃើញម៉ូតូហ្នឹងមានសោស្បែកជើងហ្នឹងតាំងពីម៉ោង10ឯនោះគ្រូ បាទ បាទតែខ្ញុំសួរក្មេងនៅភូមិហ្នឹងណា បាទ បាទហ្នឹង អ ហើយ ញ្ចឹងឃើញ សោទុកទៅហ្នឹង ម៉ូតូសោអីទុក សោនឹងស្បែកជើងកូននៅទៅនោះ បាទ ឃើញថាអាអ្នកមកលៀងម៉ូតូនោះវាថាចុយតានេះទៅណាឃើញតែស្ទូចត្រីហ្នឹងអត់ឃើញមនុស្សឃើញស្បែកជើងឯម៉ូតូអញ្ចឹងវាឆោឡោទៅបានដឹងដល់ម្ចាស់ហ្នឹងបង អូ ប្អូនខ្ញុំហ្នឹង អញ្ចឹងបានន័យថាបានបងប្អូនប្រជាប្រដ្ឋម្នាក់គាត់មកដល់គាត់ឃើញម៉ូតូ បាទ ឃើញ បាទ ឃើញស្បែកជើងឃើញអីហ្នឹងស្ងល់អត់ឃើញមនុស្ស ហ្នឹងអត់ឃើញមនុស្ស អញ្ចឹងគាត់ក៏បានតែ ទៅតរីការទៅលឺអញ្ចឹងទៅប្រាប់អ្នកភូមិអ្នកស្រុកគេមកអញ្ចឹងយើងរកទៅយប់ជ្រៅបាទទៅរកមិនឃើញប្តឹងប៉ូលីសប្តឹងអីទៅគេមកតា គាត់មកលេងម៉ូតូទុំលាប្រហែលបានម៉ោងប៉ុន្មានដែរបង តាឃើញតាំងម៉ោង10នោះ 10ថ្ងៃ បាទ10ថ្ងៃនោះ ថ្ងៃ តាំងព្រឹកនោះតាំងព្រឹកនោះ ចុះពេលឆោឡោទៅបាត់គាត់ម៉ោងប្រហែលប្រហែលបង នោះគេអ្នកតេម៉ោងប៉ុន្មានតេព្រៃ ខ្ញុំរត់គាត់ចាប់ពីម៉ោង3 អូតាំងពីម៉ោង3នោះ បាទម៉ោង3សៀលឲ្យគ្រូឲ្យមើ ស្បែ ល កជើងកូនគាត់មិនឃើញនៅកន្លែងណាទេបងស្បែកជើង នៅទៅនេះ នៅទៅណាបាទ នេះមាត់ទឹក អូនៅមាត់ទឹកមកនេះ ហ្នឹងតែវា នៅទៅហ្នឹងមកឡើយដល់ឈប់ហ្នឹងមកនេះ ណាទៅហ្នឹង បាទ របៀបយើងលូតទៅវានៅដាក់គ្នាចាដាក់គ្នាអញ្ចឹង បាទ ស្បែកជើងនៅកន្លែងហ្នឹង លើកន្លែងហ្នឹងមកណាបងនេះ ស្បែកជើង នេះ ទៅហ្នឹង អូ ម្ដាយយកទៅបាត់ហើយយំមកយប់ហើយ បាទហើយ ណាត់កូន គាត់ហ្មង បាទបើជើងកូនគាត់ដែលលងទឹកហ្នឹងដែលពុកឈឺត្រែកន្លែងដង បាទ ទូចហ្នឹង ហើយស្បែកជើងបងប្រុសមិញគឺនៅក្នុង បាទ ទឹកនោះដែរ បាទ បាទ បែបកលេចទៅឃើញកូនលងទឹកស្ទុះ ទឹកហូរខ្លាំងមែនតែនតែម្ដងនេះយើងដឹងថាជំរៅប្រហែលទេបង បាទ យើងអាច ហើយដឹងពេលវេលាថាដឹងថាប្តីមកនៅទីតាំងទៅហ្នឹងវាយប់ជ្រៅទៅហើយយើងអាចរកមិនតាន់ឃើញទេព្រោះយប់ដាក់ទៅហើយ បាទ ប្រាប់ប្តឹងសមត្ថកិច្ចគេថាគេមកជួយយើងដែរដល់ម៉ោង2:10ទៅទាំងអស់គ្នាទៅណា កូនគាត់ដែលមានអាយុទៅតែ8ឆ្នាំទេដែលតាមឪពុកមកស្ទូចត្រីនៅបឹងមួយកន្លែងនេះបងប្អូនបាទហើយស្បែកជើងរបស់ឪពុកបាទស្បែកជើងរបស់បងប្រុសគឺទៅជាប់ណាស់នៅក្នុងចម្រាស់បាទនោះបាទគៀនគល់ឈើស្បែកជើងគាត់ខ្មៅផ្លឹមបងប្អូន ថាតែកម្លាំងជំនាញចុះមួយទឹក បាទ ដើម្បីជួយស្វែងរកសព
ពីរនាក់ទាំងឪនិងកូន បាទអញ្ចឹងយើងសន្និដ្ឋានថាគាត់បាត់បង់ជីវិតទេបងនេះ បាទអាចគាត់ការសន្និដ្ឋានរបស់ខ្ញុំដឹងថាអាចប្រហែលជាបាត់បង់ជីវិតដោយសារលងទឹកជួយកូននេះឯងដោយសារតែខ្ញុំមកដល់គឺស្បែកជើងកូននៅនោះហើយ នៅនឹងមាត់ច្រាំង បាទនៅមាត់ទឹកនឹងហើយហើយអញ្ចឹងពីដើមគឺប្រពន្ធគាត់តាក់ទងចូលក្រោយមកគាត់តាក់ទងទៅចូលមានន័យថាឃើញកូននឹងមួយប្រហែលជាមួយទឹកនៅមាត់លូ បាទ អញ្ចឹងអាចល្អិលចូលលូបានលពុកស្ទុះទៅ នេះឯងបតនេះលោកអាចារ្យស្រុកដែរនៅថែរក្សាទីទឹកដីនេះជួយទាញជួយអីប្តីខ្ញុំកូនប្រុសខ្ញុំឲ្យឃើញមករូបកាយទោះបីយ៉ាងណាខ្ញុំចាំឃើញគាត់សូមឲ្យគាត់ហៅមកជួយខ្ញុំផង អូមិនជួយគាត់នេះទៅ1លាន20,000ទៅ 1លាន20,000នឹងញ៉ាំបង ហ្នឹងហើយ បាទញ៉ាំបងបាទ គាត់ បងស្រីនេះឥឡូវខ្ញុំបានតាក់ទងទៅណែ នេះគ្រាន់តែជាព័ត៌មានបឋមដែលខ្ញុំទទួលបានពីទីតាំងនិងកន្លែងកាត់ហេតុតែប៉ុណ្ណោះព័ត៌មានលម្អិតយ៉ាងណាទៀតយើងនឹងធ្វើការអាប់ដេតនៅពេលក្រោយបងប្អូននៅគណៈនេះខ្ញុំបាទ Mr. រួមនឹងអង្គភាព TV News ក៏សូមអរគុណ